គ្រប់ជំរាបសួរពុកម៉ែបងប្អូនទាំងគ្នាក៏ដូចជាអតិថិជនរបស់ CH Auto បងទាំងគ្នាសម្រាប់បងដែលកំពុងតែស្វែងរករថយន្តដើម្បីប្រើប្រាស់នៅក្នុងឱកាសពិធីបុណ្យជាច្រើនសម្រាប់បាទនាពេលខាងមុខនេះបងអាចកលេចមកមើលរថយន្តទាំងពីរគ្រឿងដែលនៅខាងមុខនេះបានសម្រាប់រថយន្តក្នុងស្តុកថ្មីរបស់ CH Auto នេះគឺកាត់បានបាទរថយន្ត Lexus ត្រកូល Lexus ទាំងពីរគ្រឿងតែម្ដងបើយើងកលេចមកមើលរថយន្តដែលនៅខាងឆ្វេងដៃពុកម៉ែបងប្អូនទាំងគ្នានេះគឺជារថយន្ត Lexus RX 350ឆ្នាំ2011ប៉ុង1 full option បង option គឺ full កប់តែម្ដងសម្រាប់គ្រឿងដែលនៅខាងស្ដាំដៃពុកម៉ែបងប្អូនទាំងគ្នានេះគឺជារថយន្ត Lexus RX 330ឆ្នាំ2004ពាក់កណ្ដាល full half full ប៉ុង2បងទាំងគ្នាសម្រាប់រថយន្តទាំងពីរគ្រឿងនេះខាង CH Auto កាត់មកពីម្ចាស់ដើមទាំងពីរគ្រឿងតែម្ដងម្ចាស់ដើមទី1តម្លាក់តាមទូកុងតឺន័រមកកឹបផ្លាកលេខបាទធានាជូនបងជាប្រភេទរថយន្តដែលសំណុំខ្លាំងមែនតើបើយើងកលេចទៅមើលទឹកថ្នាំវិញបងអាចកលេចមកមើលទឹកថ្នាំមួយជុំតែម្ដងទៅធានាជូនបងជាប្រភេទរថយន្តសំណុំម្ចាស់ដើមទី1ចកលរថយន្តប្រើប្រាស់ដោយមកម្ចាស់គត់តែម្ដងមិនមែនជារថយន្តលក់តគ្នាអត់ស្គាល់នរណាជាម្ចាស់ដើមទេបងទាំងសំណុំឯកសារបាទទាំងពិនភាគរថយន្តមូលតលតែម្ដងហើយពិនភាគទាំងខាងក្នុងទាំងខាងក្រៅធានាជូនបងជាប្រភេទរថយន្តថ្មីប្រើដោយមកម្ចាស់គត់បងអញ្ចឹងពិនភាគរថយន្តទាំងសាច់ដែកបាទទាំងផ្នែកខាងក្នុងធានាជូនបងតែម្ដងជាប្រភេទរថយន្តសំណុំខ្លាំងមែនតើបងយកទៅប្រើប្រាស់បាទគឺរយៈពេលយូរអង្វែងបងធន់មែនតើធានាជូនបងហើយសម្រាប់បាទទៅលើគុណភាពបាទម៉ាស៊ីនប្រអប់លេខប្រព័ន្ធភ្លើងធានាជូនបងមួយខែពេញតែម្ដងបងទាំងគ្នារថយន្ត Lexus RX 350មួយគ្រឿងនេះបំពាក់មកជាមួយនឹងចង្កៀងគុជ2គ្រាប់ក៏ដូចជាពិលកាងហើយរួចជាស្រេចហើយសម្រាប់ចង្កៀងគុជនេះទៀតសោតបិទបើកដោយអូតូតែម្ដងហើយរថយន្តមួយគ្រឿងនេះផងដែរបំពាក់មកជាមួយនឹង sensor មុខក្រោយ original មកពីរោងចក្រតែម្ដងបងកលេចមកមើល Lexus RX 330ដែលនៅខាងស្ដាំដៃវិញចង្កៀងគុជខាងប្អូនបានបំពាក់ចំនួន2គ្រាប់ក៏ដូចជាបាទទឹកបាញ់ចង្កៀងដែល original មកពីរោងចក្រតែម្ដងបងមិនមែនជាការបាទតុបតែងបាទកែដាក់ទេបង original មកពីរោងចក្រតែម្ដងអ្វីដែលបងទាំងអស់គ្នាចំណេញនៅពេលដែលទិញរថយន្តទាំងពីរគ្រឿងនេះទៅមិនថារថយន្តមួយណាទេបងគឺសម្បកកង់ទាំង4គ្រាប់ធានាជូនបងតែម្ដងថ្មីទាំងអស់បងកាឡាក្រាស់បាទនៅទាំងប្រុយបាទdelayខ្ពស់ធានាជូនបងតែម្ដងគឺចំណេញលើចំណេញសម្រាប់រថយន្តទាំងពីរគ្រឿងនេះសម្បកកង់4គ្រាប់បាទមិនត្រឹមតែសម្បកកង់4គ្រាប់នឹងទេទាំងកង់សកួរធានាជូនបងទៀតគឺថ្មីទាំងអស់តែម្ដងអញ្ចឹងបងយកទៅរត់បាទនៅលើដងផ្លូវទាំងទំនុកចិត្តតែម្ដងតើបងមួយតួខាងក្រៅបងបានប៉ុណ្ណិតទេកុំឲ្យខាតពេលយូរយើងកលេចមកមើលផ្នែកខាងក្នុងនៃរថយន្ត Lexus RX 350ជាមុនសិនបងគ្រាន់តែបើកទ្វារមកបង option របស់ Lexus RX 350មួយគ្រឿងនេះបងអាចឃើញបាន memory seat នៅផ្នែកខាងឆ្វេងដៃហ្នឹងអាចកំណត់អងចងចាំបាទទាំងចកោតទាំងបាសកៅអីជូនបងតែម្ដងហើយសម្រាប់កៅអីនេះទៀតសោតបងជាប្រភេទកៅអីចុចបងអាចតម្រេតទៅខាងក្រោយខាងមុខបាទលើក្រោមទៅតាមអ្វីដែលបងកំណត់តែម្ដងសម្រាប់រថយន្តមួយគ្រឿងនេះដំបូលបើកបងអាចបើកដំបូលបានសម្រាប់បងមានកូនទូចបាទគឺត្រូវម៉ាច់តែម្ដងបងទាំងគ្នាសម្រាប់រថយន្តមួយគ្រឿងនេះបានបំពាក់មកជាមួយនឹងកាមេរ៉ាទាំងខាងមុខទាំងខាងក្រោយហើយរួចជាស្រេចតែម្ដងអញ្ចឹងសម្រាប់បងអាយ៉ៃឡានចេញចូលបូករួមផ្សំជាមួយនឹង sensor មុខក្រោយក៏ដូចជាកាមេរ៉ាមុខក្រោយទៀតសុវត្ថិភាពមែនតើហើយងាយស្រួលសម្រាប់បងអាយ៉ៃឡានចេញចូលមិនថានៅតាមផ្ទះដូចជានៅតាមហាងភោជនីយដ្ឋានអីទេបងមិនត្រឹមតែប៉ុណ្្នឹងទេរថយន្តបានបំពាក់មកជាមួយនឹង function ទម្លាក់បាទចង្កៀងហ្វាអូតូនៅពេលដែលមានរថយន្តមកពីទិសបញ្ច្រាសដោយអូតូតែម្ដងបងទាំងគ្នាសម្រាប់ចង្កូតនៅខាងមុខនេះបងអាចតឡើងចុះឆ្វេងស្ដាំលើក្រោមបាទដោយប្រើប្រភេទចង្កូតភ្លើងតែម្ដងអ្វីដែលខាងប្អូននិយាយថាជាប្រភេទរថយន្តម្ចាស់ដើមទី1បងអាចកលេចមកមើលសាច់ស្បែកពុកបានជាប្រភេទស្បែក original មកពីរោងចក្រតែម្ដងទាំងពីរខ្លែបបងធានាជូនបងជាប្រភេទសាច់ស្បែក original ដែលមកពីរោងចក្រតែម្ដងមិនមានការដេរបាទសំបីតែមួយខ្លែបណាទេធានាជូនបងតែម្ដងនិយាយដល់រឿងសាច់ស្បែកពុកបងរថយន្តមួយគ្រឿងនេះបំពាក់មកជាមួយនឹងកៅអីបាទកៅអីត្រជាក់ក្ដៅ
ដែលបងអាចកំណត់បាទទាញមកខាងស្ដាំគឺក្តៅទាញមកខាងឆ្វេងគឺត្រជាក់ក្តៅនេះគឺបែងចែកដាច់ចំនួនកៅអីទាំងពីរក្លែបដែលនៅខាងមុខបងប្អូននេះតែម្ដងបាទចែកដាច់តែម្ដងមិនត្រឹមតែប៉ុណ្្នឹងទេរថយន្តមួយគ្រឿងនេះគឺបានបំពាក់មកជាមួយនឹង mouse pad ដែលបងអាចបញ្ជាទៅលើ smart display នៅខាងមុខនេះបានហើយជាមួយនឹង smart display នេះផងដែរបងអាច connect ជាមួយនឹង Bluetooth ឬមួយក៏ connect call ចេញចូលបានតែម្ដងបងទំនើបខ្លាំងមែនតើបងទាំងគ្នាផ្នែកខាងមុខបាទឃើញថាសាច់ស្បែកនៅថ្មីខ្លាំងមែនតើក៏ប៉ុន្តែបងអាចកលេចមកមើលផ្នែកខាងក្រោយវិញម្ដងកៅអីទាំង3ក្លែបតែម្ដងសាច់ស្បែកពុកបាទមិនថាសាច់ស្បែកពុកទាំង3ក្លែបទេបងសូម្បីតែសាច់ស្បែកបាទនៅតាមដំបូលជាប្រភេទកាមញីមកបងថ្មីខ្លាំងមែនតើបូករួមជាមួយនឹងហ្វមកាជាប្រភេទឈើប្រណិតបងនៅតាមស្នូកដើកនៅតាមបាទដៃចង្កឹះលេខមួយតួរថយន្តផ្នែកខាងក្នុងនេះការ custom មកឃើញថា comfort បាទថ្លៃថ្នូរមើលទៅអត់សូវសាំភ្នែកទេបងស្រស់ស្អាតមែនតើផ្នែកខាងក្នុងមួយតួរថយន្តបាទ Lexus RX 350មួយគ្រឿងនេះបងយកទៅប្រើប្រាស់គឺដឹងតែត្រូវម៉ាច់ឲ្យបងថ្មីខ្លាំងមែនតើផ្នែកខាងក្នុងនេះសាច់ស្បែកពុកធានាជូនបងគឺ original មកពីរោងចក្រតែម្ដងមិនមានការដេរសំបីតាមមួយក្លែបណាទេបងហើយផ្នែកខាងក្រោយនេះបំពាក់មកជាមួយនឹងបាទម៉ាស៊ីនត្រជាក់ចំនួន2គ្រាប់ថែមទៀតបងត្រជាក់ស្រេបតែម្ដងផ្នែកខាងក្នុងនេះបងទាំងគ្នាអំបញ្ញមិញផ្នែកខាងក្នុងនៃ Lexus RX 350យើងបានបណ្ឌិតហើយឥឡូវបងអាចកលេចមកមើលផ្នែកខាងក្នុងនៃរថយន្ត Lexus RX 330នៅខាងឆ្វេងដៃនេះវិញគ្រាន់តែបើកមកបងគឺយើងបានឃើញបាត់ហើយការ custom មកជាមួយនឹងកម្រាល VIP បាទសាច់ស្បែកពុក original ដូចគ្នាទៀតបងសាច់ស្បែកពុកនេះគឺ original មកតែម្ដងបងអាចកលេចមើលបានជាប្រភេទសាច់ស្បែកមកពីរោងចក្រផ្ទាល់តែម្ដងបងជាមួយនឹងកៅអីចុចទៀតបងកៅអីចុចទាំងសងខាងបងអាចបាទបត់បែនឆ្វេងស្ដាំលើក្រោមបាទបានដោយសេរីតែម្ដងហើយសម្រាប់បាទដៃចង្កូតនេះជាប្រភេទភ្លើងដូចគ្នាទៀតបងឡើងចុះបាទលើចុះក្រោមបាទឆ្វេងស្ដាំអាចកំណត់បានតែម្ដងហើយ custom មកជាមួយនឹង form កាជាប្រភេទឈើប្រណិតដូចគ្នាទៀតបងស្រស់ស្អាតខ្លាំងមែនតើផ្នែកខាងក្នុងមិនថាស្នូកដើកបាទដៃចង្កឹះលេខជាប្រភេទឈើប្រណិតមកតែម្ដងនៅតាមដៃចាំងក៏ដូចគ្នាដែរបងគឺឡាយមកតែម្ដងមិនត្រឹមតែប៉ុណ្្នឹងទេបងកម្រាលតាបឡូក៏ខាងបងបានបំពាក់ហើយមករួចជាស្រេចតែម្ដងអញ្ចឹងបងសម្រាប់រថយន្តមួយគ្រឿងនេះបងជាប្រភេទបើកដំបូលដូចគ្នាតែម្ដងទាំងពីរគ្រឿងនេះគឺអាចបើកដំបូលបានទាំងពីរអញ្ចឹងសម្រាប់បងយកទៅប្រើប្រាស់ជាលក្ខណៈគ្រួសារទាំងពីរគ្រឿងនេះទៅតាមតម្រូវការបងតែម្ដងត្រូវម៉ាច់ឲ្យបងហើយជាប្រភេទរថយន្តដែលខ្ពស់ comfort ងាយស្រួលមែនតើនៅក្នុងការបើកបរបងអ្នកគ្នាបើយើងក៏លេចមកមើលរថយន្ត Lexus RX 330មួយនេះគឺមានបំពាក់មកជាមួយនឹងបាទកាមេរ៉ាផ្នែកខាងក្រោយដែលជាកាមេរ៉ា Sin original តែម្ដងហើយអេក្រង់ display នៅខាងមុខបងប្អូននេះជាប្រភេទអេក្រង់ Sin បាទពាក់កណ្ដាល full ហើយអត់មានបែកទឹកពណ៌ទេបងធានាជូនបងតែម្ដងដែលជាប្រភេទរថយន្តប្រើប្រាស់ដោយម្ចាស់ដើមទី1នៅក្នុងស្រុកខ្មែររបស់យើងតែម្ដងសំណុំបាទហាប់ណែនមែនតើបើទោះបីជាបងប្អូនអ្នកគ្នាអត់សូវចេះមើលឡានរថយន្តដែលហាប់ណែនសំណុំ original នៅថ្មីខ្លាំងក៏បងកលេចតែមួយឆាច់បងអាចមើលដឹងបានហើយថារថយន្តនេះគឺនៅសំណុំរថយន្តនេះគឺនៅថ្មីខ្លាំងមែនតើសម្រាប់ភិនភាគគឺយើងអាចមើលដឹងតែម្ដងជាមួយនឹងរថយន្តដែលនៅខាងមុខបងប្អូននេះសំណុំខ្លាំងមែនតើអញ្ចឹងបងចាប់អារម្មណ៍អាចមកពិនិត្យនៅទីតាំងផ្ទាល់តែម្ដងរបស់ CI Auto បងអ្នកគ្នាផ្នែកខាងមុខគឺយើងឃើញថាថ្មីហើយបងអាចកលេចមកមើលផ្នែកបាទសាច់ស្បែកពុកទាំង3ក្លែបនៅផ្នែកខាងក្រោយនេះបានជាប្រភេទសាច់ស្បែក original មកពីរោងចក្រតែម្ដងបងនៅថ្មីខ្លាំងមែនតើធានាជូនបងទាំង3ក្លែបនេះគឺនៅទាំង3ក្លែបនឹងតែម្ដងអត់មានបាទ day custom មកសាច់ស្បែកថ្មីអីទេបងនៅសំណុំខ្លាំងមែនតើហើយធំទលាយបងផ្នែកខាងក្នុងគឺធំទលាយមែនតើអាចដាក់អវ៉ាន់បាទនៅតាមកលុកបាទស្នូកដើកនៃកៅអីបាទកដាលនៃជួរទី3នេះបានបងថ្មីខ្លាំងមែនតើរថយន្តមួយគ្រឿងនេះបងបាទបងអាចមកពិនិត្យផ្ទាល់នៅទីតាំងឲ្យបានមុនគេមកបងរថយន្តដែលនៅសំណុំបែបនេះនៅក្នុងដៃ CI Auto អត់យូរទេបងអ្នកគ្នាផ្នែកមួយតួរថយន្តបាទផ្នែកខាងក្នុងយើងពិនិត្យអស់ហើយបងនៅសល់ផ្នែកបាទប្លុកម៉ាស៊ីនមួយទៀតបងអាចកលេចមកមើលផ្នែកខាងប្លុកម៉ាស៊ីននៃរថយន្ត Lexus RX 350មួយគ្រឿងនេះជាមុនសិនទៅបងនៅតាមសាច់ខ្សែខ្យងបាទសាច់ដែកនៅក្នុងប្លុកម៉ាស៊ីន
អត់មានឡោកសំបីតែបន្តិចទេបងសាច់ដែកនៅថ្មីខ្លាំងមែនទែនប្រើប្រាស់តែមកម្ចាស់គឺបែបហ្នឹងបងយើងអាចឃើញភិនភាគជាក់ស្ដែងបាទគឺខុសដាច់តែម្ដងជាមួយរថយន្តដែលប្រើប្រាស់តម្ចាស់ពី3ម្ចាស់ទៅបងសាច់ដែកគឺឡោកតែម្ដងក៏ប៉ុន្តែបងអាចកលេចមកមើលរថយន្តមួយគ្រឿងដែលនៅខាងមុខបងប្អូននេះបានសាច់ដែកគឺនៅថ្មីបងសាច់ប្លុកម៉ាស៊ីនបាទសាច់កាទេហើយគឺនៅតែប្រាក់តែម្ដងខ្ចៅខ្ចងគឺនៅ7ពណ៌មកពីរោងចក្រនៅឡើយទេបងអត់មានប្រែពណ៌ឲ្យទេហើយស្កុតបាទស្កុតនៅតាមដំបូលបាទក៏ដូចជាលេខកូដគឺនៅទាំងអស់តែម្ដងបងជាប្រភេទរថយន្តដែលសំណុំប្រើប្រាស់មកម្ចាស់កុដនៅក្នុងស្រុករបស់យើងហើយភិនភាគជាក់ស្ដែងបងអាចមកពិនិត្យផ្ទាល់នៅទីតាំងបានកុំឲ្យថាខាងប្អូនចេះតែនិយាយទេបងហើយបើយើងកលេចមកមើលបាទផ្នែកប្លុកម៉ាស៊ីននៃរថយន្ត Lexus RX 330បាទមួយគ្រឿងនេះវិញបងគ្រាន់តែបង្វែរកាមេរ៉ាមកបងអាចឃើញបាទស្កុតនៅតាមសាច់ធ្នឹមបាត់ហើយបងដែលជាប្រភេទស្កុត original មកពីរោងចក្រតែម្ដងអត់អាចធ្វើបានដូចទេបងហើយសាច់ប្លុកម៉ាស៊ីនបាទសាច់ដែកសាច់ខ្ចៅខ្ចងធានាជូនបងតែម្ដងជាប្រភេទរថយន្តសំណុំបាទសាច់ខ្ចៅខ្ចងគឺនៅ7ពណ៌នៅឡើយទេហើយស្កុតតែមបាទនៅតាមថ្ពាល់ទាំងសងខាងធានាជូនបងនៅទាំងអស់តែម្ដងមួយតួរថយន្តគឺស្កុតបាទតែម original នៅទាំងអស់បងអាចមកពិនិត្យផ្ទាល់នៅទីតាំងបានធានាជូនតែម្ដងជាប្រភេទរថយន្តសំណុំអត់មានបុកប៉ះកាត់តស្ងោបដូរពណ៌អីទេបាទហើយសាច់ដែកបាទសាច់ខ្ចៅខ្ចងនៅតាមដំបូលខាងមុខនេះវិញខាងមុខខាងក្រោយនោះអត់ធ្លាប់បង្វិលសោសំបីតែមួយជុំទេបងសំណុំខ្លាំងមែនទែនរថយន្តទាំងពីរគ្រឿងនេះចឹងបងចាប់អារម្មណ៍អាចមកពិនិត្យឲ្យហើយទៅបងរថយន្តដែលនៅស្អាតបែបនេះអត់សូវបាទពិបាករើសម្ចាស់ប៉ុន្មានទេបងមកមើលគឺដឹងតែពេញចិត្តហើយអាចខុសតែតម្លៃបន្តិចបន្តួចទេបងអ្នកគ្នាផ្នែកបាទភិនភាគមួយតួរថយន្តខាងប្អូនបង្ហាញសឹងតែអស់ហើយនៅសល់តែផ្នែកខាងក្រោយនេះមួយទៀតទេបងអាចកលេចមកមើលបានផ្នែកខាងក្រោយនៃ Lexus RX 350មួយគ្រឿងនេះគឺយើងដឹងហើយបង100%ដឹងតែទលាយឯងក៏ប៉ុន្តែបាទយើងអាចចាប់អារម្មណ៍ទៅលើសាច់ស្បែកកាមញីដែលជាប្រភេទស្បែកដែលពិបាកនៅក្នុងការសម្អាតខ្លាំងមែនទែនបងរថយន្តនេះគឺមិនដែលធ្លាប់ដឹកអវ៉ាន់បាទធ្ងន់ខ្លាំងអីទេដែលធ្វើឲ្យសាច់ដាច់សាច់ស្បែកនៅតាមបាទផ្នែកគូតខាងក្រោយនេះបងបើយើងកលេចមកមើលបាទសាច់ស្បែកពុកនៅផ្នែកគូតខាងក្រោយនេះបងរថយន្ត Lexus RX 330មួយគ្រឿងនេះវិញដូចគ្នាបងអត់ដែលដឹកអវ៉ាន់បាទធ្ងន់ដែលធ្វើឲ្យដាច់រលាត់បាទសាច់ស្បែកពុកអីទេហើយសំបីតារីដូនៅផ្នែកខាងក្រោយនេះក៏នៅ original មកពីរោងចក្រដែរបងរថយន្តមួយចំនួនបាទគឺបាត់អស់ហើយបងរីដូនេះអត់ដែលនៅទេរថយន្តមួយគ្រឿងនេះគឺសំណុំបងគ្រាន់តែឃើញរីដូហ្នឹងដឹងតែឡានម្ចាស់ដើមទី1បាត់ហើយការដឹកអវ៉ាន់ផ្ទុកអវ៉ាន់រថយន្តទាំងពីរគ្រឿងនេះអាចដាក់អវ៉ាន់បានច្រើនទាំងពីរបងសម្រាប់បងយកទៅរត់ប្រើប្រាស់ជាលក្ខណៈគ្រួសារដឹងតែត្រូវម៉ាច់ហើយបងអាចមកពិនិត្យផ្ទាល់នៅទីតាំងបានតើបងបើជ្រុលជាបើកផ្នែកគូតខាងក្រោយកុំឲ្យខាតខាងប្អូនដាក់បង្ហាញបាទសាច់ដែកផ្នែកគូតខាងក្រោយនេះឲ្យបងពិនិត្យមើលតែម្ដងទៅសម្រាប់រថយន្តបាទ Lexus RX 350មួយគ្រឿងនេះសាច់ដែកខាងក្រោយខៀវសង្ងាត់តែម្ដងបាទទាំងថ្នេរកាវ original មកពីរោងចក្រអត់ឲ្យបាត់សំបីតែមកបន្ទាត់ទេបងនៅទាំងអស់តែម្ដងអត់មានបាក់បែកបាទអត់មានឆ្កេតឆ្កូតអីទេខៀវសង្ងាត់តែម្ដងហើយបងអាចពិនិត្យមើលបាទ Lexus RX 330មួយគ្រឿងនេះវិញសាច់ដែកផ្នែកគូតខាងក្រោយបាទសាច់ខ្ចៅនៅ7ពណ៌ហ្នឹងតែម្ដងអត់មានបាត់ទេបងសំណុំខ្លាំងមែនតែនសាច់ដែកទាំងថ្នេរកាវធានាជូនបងនៅសំណុំទាំងអស់អត់មានបាត់សំបីតែមួយផ្ទាំងណាទេហើយបងអាចមកពិនិត្យផ្ទាល់នៅទីតាំងបានបងធានាជូនបងតែម្ដងទាំងពីររថយន្តទាំងពីរគ្រឿងនេះបងជាប្រភេទរថយន្តដែលថ្មីបាទសំណុំម្ចាស់ដើមទី1មកម្ចាស់គត់ចឹងសម្រាប់បងដែលទិញយកទៅប្រើប្រាស់ភាគច្រើនបងតែងតែចង់បានរថយន្តប្រើប្រាស់តែមកម្ចាស់ហើយដើម្បីរក្សាបាទគុណភាពទាំងភិនភាគនៅថ្មីចឹងសម្រាប់បងដែលចាប់អារម្មណ៍មកកាន់រថយន្តបាទទាំងពីរគ្រឿងនេះបងអាចធ្វើការទំនាក់ទំនងមកកាន់លេខទូរស័ព្ទបាទទាំង3ខ្សែដែលខាងប្អូនបានដាក់នៅលើ caption ហ្នឹងបងឬមួយក៏បងមានចម្ងល់អ្វីបន្ថែមបងអាចធ្វើការ inbox មកកាន់ Facebook page បានដើម្បីសាកសួរព័ត៌មានបន្ថែមហើយសម្រាប់លក្ខខណ្ឌនៃការទិញលក់មានច្រើនមែនទែនសម្រាប់បងចង់ទិញជាលុយសុទ្ធក៏បានបងចង់បង់រំលោះខាងប្អូនអាចប្រឹក្សាជាមួយនឹងភ្នាក់ងារផ្ដល់ជូនបងតាមអនឡាញតែម្ដងហើយសម្រាប់បងចង់យករថយន្តមកវាយដូរខាងប្អូនទទួលវាយដូរសេរីដូចគ្នាបងអាចបើកមកកាន់ទីតាំងផ្ទាល់ដែលខាងប្អូនបានដាក់នៅលើ caption link Google Map ក៏ដូចជាបាទអាស័យដ្ឋាននៅក្នុងបាទអេក្រង់ហ្នឹងតែម្ដងបងអាចធ្វើការបាទមកពិនិត្យផ្ទាល់បាទក៏ដូចជាយករថយន្តមកវាយដូរ
មកដល់ទីតាំងរបស់ CH Auto ផ្ទាល់តែម្ដងអរគុណមែនតើបងសម្រាប់ការតាមដានវីដេអូនេះរហូតដល់ចប់បាទជួបគ្នានៅក្នុងវីដេអូ review រថយន្តក្រោយៗទៀត